ក្រសួងប្រៃសណីនិងទូរគមនាគមន៍កំពុងរៀបចំផែនការផ្នែកមេផ្កាយរណបនិងលំហអាកាសរួមជាមួយការបណ្ដុះបណ្ដាលធនធានមនុស្សជំនាញកម្រិតខ្ពស់ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោកជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ក្រសួងកំពុងពន្លឿនការរៀបចំក្របខ័ណ្ឌគោលនយោបាយលិខិតបទកថាគតិយុត្តនិងផែនការមេផ្នែកផ្កាយរណបនិងលំហអាកាសការងារដ៏មានសារៈសំខាន់នេះត្រូវបានប្រកាសឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពីកម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារបូតនៅលើស្ថានីយ៍លំហអាកាសអន្តរជាតិលើកទី7ក្នុងគោលបំណងពង្រឹងសមត្ថភាពយុវជននិងត្រៀមខ្លួនទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើបកាលពីរសៀលថ្ងៃទី14ខែសីហាឆ្នាំ2026លោកជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពីកម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារបូតនៅលើស្ថានីយ៍លំហអាកាសអន្តរជាតិលើកទី7ដែលមានការចូលរួមពីសំណាក់លោកបណ្ឌិតម៉ាសាគីស៊ីរ៉ាកាវ៉ានាយកមជ្ឈមណ្ឌលប្រើប្រាស់បរិស្ថានលំហអាកាសនៃទីភ្នាក់ងាររុករកអវកាសជប៉ុននិងលេខាធិការដ្ឋានគីបូ ABC តាមប្រព័ន្ធវីដេអូរួមជាមួយនឹងតំណាងក្រសួងអប់រំយុវជននិងកីឡាថ្នាក់ដឹកនាំមន្ត្រីរាជការសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សមកពីវិទ្យាល័យនិងសាកលវិទ្យាល័យនានាសរុបប្រមាណ350រូបនៅសាលសន្និសីទនៃក្រសួងថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះលោករដ្ឋមន្ត្រីបានរំលឹកពីប្រវត្តិបច្ចេកវិទ្យាផ្កាយរណបនៅកម្ពុជាដែលធ្លាប់បានដំណើរការស្ថានីយ៍ផ្កាយរណបនៅលើដីសម្រាប់សេវាទូរស័ព្ទអន្តរជាតិកាលពីឆ្នាំ1987នឹងត្រូវបានជំនួសដោយបច្ចេកវិទ្យាថ្មីៗអស់រយៈពេលជាង2ទសវត្សរ៍មកហើយជាមួយគ្នានេះលោករដ្ឋមន្ត្រីបានគូបញ្ជាក់ថាក្រសួងកំពុងពន្លឿនការរៀបចំក្របខ័ណ្ឌគោលនយោបាយលិខិតបទកថាគតិយុត្តនិងផែនការមេផ្នែកផ្កាយរណបនិងលំហអាកាសព្រមទាំងការយកចិត្តទុកដាក់ខ្ពស់លើការបណ្ដុះបណ្ដាលធនធានមនុស្សកិច្ចខិតខំប្រឹងប្រែងនេះរួមមានការបណ្ដុះបណ្ដាលបន្ថែមដល់មន្ត្រីដែលមានស្រាប់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជំនាញផ្កាយរណបនិងលំហអាកាសទម្រង់ Fast Track ក្នុងស្រុកនិងការជ្រើសរើសយុវជនកម្ពុជាចំនួន48រូបឲ្យទៅសិក្សានៅប្រទេសចិនឥណ្ឌានិងបារាំងលោករដ្ឋមន្ត្រីបានចាត់ទុកសិក្ខាសាលានេះជាជំហានដំបូងដ៏មានតម្លៃនៅក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងនិងត្រៀមខ្លួនទទួលយកការបណ្ដុះបណ្ដាលបច្ចេកវិទ្យាផ្កាយរណបនិងលំហអាកាសសម្រាប់សិស្សានុសិស្សព្រមទាំងជាការត្រៀមរៀបចំខ្លួនសម្រាប់អនាគតក្នុងការទាញយកផលចំណេញពីបច្ចេកវិទ្យានេះមកប្រើដល់វិស័យសេដ្ឋកិច្ចនិងការអភិវឌ្ឍជាតិគួររំលឹកផងដែរថាប្រតិបត្តិការនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីបដិញ្ញាចិត្តដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំក្រសួងប្រៃសណីនិងទូរគមនាគមន៍ក្នុងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាលំហអាកាសនៅក្នុងកម្ពុជាការពង្រឹងសមត្ថភាពការបណ្ដុះបណ្ដាលធនធានមនុស្សនិងការរៀបចំផែនការមេប្រកបដោយចក្ខុវិស័យគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការធានាថាប្រទេសជាតិអាចទាញយកប្រយោជន៍ជាអតិបរមាពីវឌ្ឍនភាពបច្ចេកវិទ្យាទំនើបដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាពនាពេលអនាគត